ផ្លែសកាអ្នកមួយចំណិតបើចង់ឲ្យវាបង្កើនរសជាតិផ្អែមតតែយើងញ៉ាំ1 2នាក់បើយើងមានអូនយើងញ៉ាំម្ខាងម្នាក់ទៅវាបង្កើននៅរសជាតិហើយបើអ្នកនៅក្បែរឃើញគឺបង្កើននៅស្នាមញញឹមនៃក្តីស្រឡាញ់យើងទាំងពីរហើយនេះគឺអាឡឹកវាមានជាតិទឹកជំនួយឲ្យយើងមានទឹកច្រើនដើម្បីកុំឲ្យយើងមានជំងឺដូចជាជំងឺខ្វះជាតិទឹកដោយសារអាឡឹកវាមានទឹកច្រើនអញ្ចឹងយើងហូបអាឡឹកឲ្យបានច្រើនយើងហូបអាហារឆ្អែតប៉ុន្តែយើងអាចញ៉ាំផ្លែឈើបានអាហ្នឹងវាជាធម្មជាតិរបស់មនុស្សទាំងអស់គ្នាយើងហូបបាយឆ្អែតយើងអាចញ៉ាំម្ជូរបានញ៉ាំអីបានអញ្ចឹងទៅហើយនេះខ្ញុំហូបអាហារឆ្អែតអញ្ចឹងទៅខ្ញុំញ៉ាំផ្លែឈើដូចជាអាឡឹកអីចឹងទៅវាបង្កើននៅរសជាតិក្រោយអាហារហើយនៅពេលដែលយើងញ៉ាំវាហើយចឹងទៅវាធ្វើឲ្យយើងហ្នឹងកាន់តែស្រស់ស្រាយជាងមុនណាហើយយើងញ៉ាំបើចាំញ៉ាំដល់អក្សរសនោះទេអក្សរសហ្នឹងវាមានជាតិជូរវាមិនសូវឆ្ងាញ់ទេ